Hello ស្ដីអ្នកគ្នាស្វាគមន៍មកកាន់ការសម្រាប់រឿងរបស់ Admin នៅក្នុងរឿងកិច្ចសន្យាពិសេសនៃការរៀបការក្នុងភាគ3លោក Vandermeer មុននឹងចាក់ចេញគាត់ក៏ដឹងដែរថាហេតុអ្វីបានជា Ari នឹងខំការពារគ្រួសាររបស់នាងម្ល៉េះដោយសារតែគ្រួសាររបស់នាងគឺផ្ដល់ភាពកក់ក្ដៅឲ្យទៅកាន់នាងនឹងគឺល្អមែនតើចំណែកឯគាត់វិញមិនដែលស្គាល់ភាពកក់ក្ដៅពីឪពុកម្ដាយហើយត្រូវបានគ្រួសារទុកចោលទៀតចំណែកឯអ្នកនៅក្នុងគ្រួសារ Vandermeer ពេលនេះគឺម្ដាយចង់ខឹងមែនតើបោកប្រាស់ខ្ទេចខ្ទីអស់ហើយដោយសារតែបានលើដំណឹងថា Vandermeer ហើយនឹងអារីរបស់យើងលួចតាក់ទងគ្នាហើយពួកគេនឹងបានជួបគ្នានៅក្នុងថ្ងៃស្អែកនេះដែលធ្វើឲ្យម្ដាយចុងនឹងខឹងសម្បាខ្លាំងមែនតែបន្តិចទៀតនឹងដឹងហើយថាអារីយើងបង្ក្រាបយាយនឹងដោយរបៀបណាហើយថ្ងៃស្អែកនោះក៏បានមកដល់អារីរបស់យើងក៏នៅមុខផ្ទះរបស់លោក Vandermeer ហើយក៏គិតក្នុងចិត្តថាថ្ងៃនេះខ្ញុំមកសម្ភាសដើម្បីធ្វើកូនប្រសាក្នុងផ្ទះ Vandermeer ហើយចាំមើលតើនៅក្នុងផ្ទះហ្នឹងតើនឹងជួបអ្វីខ្លះហើយគាត់មិនទាន់នឹងចប់ផងក៏ដើរចូលក្នុងទ្វារផ្ទះភ្លាមក៏បានបុកនឹងនារីសក់ពណ៌លឿងម្នាក់ដោយនារីនោះនិយាយថាតើនាងនឹងដើរមិនមើលខ្ញុំទេហើយអារីក៏តបទៅវិញថាសុំទោសផងខ្ញុំមើលនាងមិនឃើញទេព្រោះនាង1.56 ចំណែកឯខ្ញុំវិញ1.72កើតមកកតឿគេមើលមិនឃើញទេសុំទោសហើយមកពីណាហ្នឹងមិនដៀលយើងកតឿអញ្ចឹងហើយចាយកតឿហ្នឹងឈ្មោះថា Nora មកពីគ្រួសារ Housewife ផ្ទះពណ៌សហើយចាយកតឿ Nora ហ្នឹងក៏សួរថាតើនាងស្គាល់យើងអត់ហ្នឹងមកដើរបុកយើងហើយអារីរបស់យើងក៏និយាយទៅវិញថាខ្ញុំស្គាល់ផងហើយតើបុកគ្នាតើស្គាល់គ្នាមែនបុកគ្នាកាចុះហើយកំពុងតែឆ្លោះគ្នាហ្នឹងស្រាប់តែលោក Vandermeer ក៏ចេញមកហើយក៏តើលោក Vandermeer ចេញមកភ្លាមចាយ Nora ហ្នឹងក៏និយាយប្រាប់លោក Vandermeer ថាខ្ញុំមកពិតជាស្រឡាញ់លោកណាស់លោក Vandermeer តើលោកមើលមិនឃើញក្តីស្រឡាញ់របស់ខ្ញុំទេហើយលោក Vandermeer ក៏និយាយថាអ្នកបម្រើជូនដំណើរចែ Nora ក៏ទឿទៅផ្ទះវិញភ្លាមហើយនាង Hugo ដើរមកតាមខ្ញុំមកគ្រាន់តែឃើញបែបហ្នឹងចែ Nora ក៏និយាយថាណែឆាប់ឈប់ភ្លាមអ្នកនាង Hugo ហើយអារីក៏ឆ្លើយតបទៅវិញថាតើហៅខ្ញុំមានការអ្វីដែរឬមួយក៏អ្នកនាងលងនឹងសម្រាប់របស់ខ្ញុំនៅពេលដែលឃើញអារីយើងនិយាយឌឺបែបហ្នឹងអ្នកនាង Nora ហ្នឹងក៏ចាប់ដើមខឹងហើយក៏និយាយថាយើងនឹងឲ្យនាងសងវិញអ្នកនាង Hugo ពេលឃើញចែ Nora និយាយបកាច់ចឹងអារីរបស់យើងក៏សួរ Vandermeer ថាតើលោក Vandermeer ហ្នឹងដែរឃើញមនុស្សស្រីអញ្ចឹងអត់ខ្ញុំទៅមិនឃើញលើកទី1នេះហើយលោក Vandermeer ក៏និយាយថាដូចតែគ្នាហ្នឹងហើយអារីក៏បន្តនិយាយថាតើពួកយើងគួរតែរៀបចំអ្វីអត់មុននឹងចូលទៅនិយាយជាមួយនឹងឪពុកម្ដាយរបស់ Vandermeer ហើយលោក Vandermeer ក៏និយាយថាមិនរៀបចំទេព្រោះពួកគេមកដល់អស់ហើយអារីរបស់យើងក៏ប្រញាប់ប្រញាល់ឡើងចដើដើម្បីឲ្យបានជួបពួកគេហើយបន្ទាប់មកលោក Vandermeer ក៏ផ្អាកដំណើររបស់នាងហើយក៏និយាយថាអារីឈប់សិនគ្រួសារ Vandermeer នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យពួកយើងនឹងមិនអាចរៀបការបានហើយបើសិនជានាងចូលទៅនាងនឹងទទួលបានការស្ដី deal ប្រមាថមើងងាយចឹងណាហើយគាត់អត់ដឹងថាអារីនឹងអាចទ្រាំទ្របានរួចឬក៏អត់ទេហើយគ្រាន់តែលើបែបហ្នឹងអារីក៏ធ្វើមុខពេកហើយក៏និយាយថាហើយចោះលោកឯងចង់ឲ្យខ្ញុំធ្វើអីមិនចង់ឲ្យខ្ញុំជប់កណ្ដាលទីមែនលោក Vandermeer ក៏និយាយថាខ្ញុំមិនមែនចង់បានន័យថាបែបហ្នឹងទេខ្ញុំយល់ហើយលោកមិនចាំបាច់បារម្ភពីខ្ញុំទេព្រោះអីខ្ញុំចេះចាត់ចែងក្នុងរឿងហ្នឹងហើយអារីក៏បានបើកទ្វារហើយក៏និយាយថាសួស្ដីអ្នកទាំងអស់គ្នាខ្ញុំមកពីគ្រួសារ Hugo Araceli Hugo Ari អរគុណណាស់ដែលបានអញ្ជើញខ្ញុំមកថ្ងៃនេះក្នុងការជួបជុំជាមួយនឹងគ្រួសារ Vandermeer ហើយពេលអារីរបស់យើងសម្លឹងមើលទៅឃើញក្នុងផ្ទះហ្នឹងល្ងឹតឆឹងដូចដាច់ភ្លើងចឹងអត់មានលុយបង់ភ្លើងទេប្រូហើយបរិះដែលកំពុងបែរខ្នងដើម្បីនិយាយជាមួយនឹងទូស្រីរបស់យើងនេះគឺជាឪពុករបស់លោក Demand Vandermeer ឈ្មោះថា Alex Vandermeer ហើយអ៊ីសក់រួញនេះគឺជាម្ដាយចុងរបស់លោក Vandermeer គាត់ក៏បើកមាត់និយាយភ្លាមថានាងមានគោលបំណងចង់នៅលាវរហូតបែរជាចង់រៀបការតើនាងមានបំណងអ្វីលើកូនប្រុសរបស់ខ្ញុំនាងដឹងទេស្រីនៅក្នុងទីក្រុងនេះស្រឡាញ់ Vandermeer ណាស់តែពួកគេចូលមកក្នុងបំណងមិនល្អឡើយហើយខ្ញុំមិនដឹងទេថានាងចូលមកក្នុងបំណងល្អឬក៏អាក្រក់ហើយតួប្រុសរបស់យើងលើហើយក៏ដឹងភ្លាមថាម្ដាយចុងខ្លួនហ្នឹងមានបំណងចោទប្រកាន់អារីក្នុងគោលបំណងមិនល្អហើយបំណងមិនល្អហ្នឹងគឺសំដៅទៅលើទ្រព្យសម្បត្តិគេចោទតួស្រីយើងរៀបការដោយសារតែឃើញទ្រព្យហើយអារីយើងក៏មិនຕົកចាំស្អែកដែរក៏ឆ្លើយនឹងសំណួររបស់ម្ដាយចុងថាកុំបារម្ភអីអ្នកម៉ែខ្ញុំមិនបានរៀបការជាមួយគាត់ដោយសារតែឃើញទ្រព្យទេដោយសារតែខ្ញុំលងស្រឡាញ់នឹងមុខរបស់គាត់ដោយដែលអ្នកម៉ែបានឃើញអញ្ចឹងថាកំណប់ទ្រព្យនៃមុខគាត់ហ្នឹងគឺវាសំខាន់ជាងកំណប់ទ្រព្យសម្បត្តិដូច្នេះហើយបានជាខ្ញុំហ្នឹងស្រឡាញ់គាត់ហើយមិនឲ្យឱកាសនេះរំលងផុតឡើយហើយម្ដាយចុងហ្នឹងក៏កៀងខ្លាំងមែនតើ admin ក៏កៀងដែរហើយម្ដាយចុងហ្នឹងក៏និយាយថាណែអ្នកនាង Hugo
ការរៀបការវាសំខាន់ណាស់នាងត្រូវតែគិតឲ្យល្អិតល្អន់ណាហើយអារីរបស់យើងក៏និយាយថាខ្ញុំគិតល្អិតល្អន់ជាងពេលណាទាំងអស់អ្នកម៉ែដឹងទេខ្ញុំមានអ្វីគ្រប់យ៉ាងឋានៈសម្រស់ទ្រព្យសម្បត្តិហើយអ្វីដែលខ្ញុំត្រូវការនោះគឺទ្រព្យសម្បត្តិនៃសម្រស់គឺសំខាន់បំផុតហើយគ្រាន់តែស្ដាប់ចម្លើយរបស់អារីរបស់យើងគឺធ្វើឲ្យអ្នកនៅក្នុងផ្ទះនឹងកៀងទាំងអស់គ្នាសូម្បីតែ admin ជាដើមហើយម្ដាយចុងក៏នៅនិយាយថាទោះបីជាយ៉ាងណាក៏ខ្ញុំគិតថានាងមិនសមជាមួយនឹងកូនឌីមែនរបស់ខ្ញុំដែរតែនាងគឺជាអ្នកលេងវេទមន្តណាចំណែកអាកូនរបស់ខ្ញុំគឺជាមេតបកងការពាររាជវាំងដូច្នេះហើយវាមិនសមនឹងគ្នាទេហើយអារីក៏និយាយថាតើអ្នកម៉ែចង់បដិសេធមែនទេក៏ប៉ុន្តែខ្ញុំគិតថាអ្នកម៉ែមិនអាចបដិសេធបានទេដោយសារតែខ្ញុំមានចំណង់ចំណូលចិត្តក្តៅកគុកចំពោះសម្រស់របស់កូនអ្នកម៉ែខ្លាំងណាស់ហើយកូនប្រុសអ្នកម៉ែគឺជាមនុស្សដំបូងគេដែលធ្វើឲ្យខ្ញុំធ្លាក់នៅក្នុងអន្លង់ស្នេហ៍សម្រស់របស់គាត់ហើយម្ដាយចុងគៀងខ្លាំងណាស់ហើយក៏បានគិតថានឹងបំបាក់អារីរបស់យើងដោយសារតែគិតថាអារីណាគ្រាន់តែជាស្រីឈួតគ្រាន់តែនិយាយបំលាញតិចទៅគឺរត់ទៅបាត់ហើយក៏ប៉ុន្តែទៅពេលដែលគាត់សម័យទៅគឺឃើញអារីរបស់យើងណាកំពុងតែលុកលន់វិញទៅមើលអីណានៃឆ្កយហើយគាត់ថាអារីយើងគឺជាស្រីឈួតខ្លាំងមែនតើហើយការសម្ភាសកូនប្រសានៅថ្ងៃនេះគឺបានជាប់ជាស្ថាពរហើយអារីរបស់យើងក៏បានលាឪពុកម្ដាយក្មេកដើម្បីត្រឡប់ទៅផ្ទះវិញហើយនឹងមុនទៅផ្ទះវិញនោះអារីក៏ចេញពីរទេះសេះហ្នឹងចូលមកជាមួយនឹងលោក Vandermeer ដែលធ្វើឲ្យលោក Vandermeer ហ្នឹងអៀនហើយអារីក៏និយាយថាពេលនេះអ្វីដែលយើងត្រូវធ្វើគឺរៀបការហើយលោក Vandermeer ក៏និយាយថាគាត់ដឹងហើយអារីក៏និយាយថាចឹងចាំយើងជួបគ្នាទៀតបាយបាយពេលអារីចេញទៅផុតម្ដាយចុងក៏និយាយថាDemon ឯងហ៊ានយកសត្វចម្លែកចូលក្នុងផ្ទះនៅក្នុងថ្ងៃនេះឯងធ្វើឲ្យពួកយើងបាក់មុខណាស់តើឯងមានកម្រងចង់លួចអ្វីគ្រប់យ៉ាងពីអូស្ការកូនយើងមែនហើយតួប្រុសរបស់យើងក៏ញញឹមបន្តិចហើយក៏ដើរចេញហើយឃើញ Demon ញញឹមបន្តិចបែបហ្នឹងម្ដាយចុងក៏ខឹងហើយក៏ស្រែកកំហុសថាចុងក្រោយឯងគឺជាអ្នកចាញ់ហើយលោក Demon ក៏និយាយថាខ្ញុំបានខិតខំប្រឹកប្រែងច្រើនណាស់មកហើយបើសិនខ្ញុំទទួលបានអំណោយនោះក៏វាស័ក្តិសមដែរហើយមិនខុសអីពីអ្នកទេដែលបានលួចរបស់គេហើយត្រូវបានម្ចាស់គេយកទៅវិញហើយម្ដាយចុងក៏បាននិយាយថានឹងមិនឲ្យតួប្រុសរបស់យើងហ្នឹងស្នងមរតកបានសម្រេចឡើយហើយម្ដាយឪពុករបស់លោក Demon Vandermeer ណាក៏ស្នើសុំការនិយាយគ្នាផ្ទាល់ខ្លួនជាមួយនឹងឪពុកម្ដាយរបស់អារីហើយពួកគេក៏បានយកមាសប្រាក់មកជាច្រើនផងដែរហើយក៏និយាយថាតើពួកគេហ្នឹងអាចលុបការរៀបការរបស់អារីហើយនឹងលោក Demon ហ្នឹងបានអត់ហើយជំនួសវិញដោយឲ្យអារីហ្នឹងរៀបការជាមួយនឹងកូនប្រុសរបស់គាត់អូស្ការវិញហើយឪពុករបស់អារីក៏និយាយទៅវិញថាអ្នកដែលស័ក្តិសមជាមួយនឹងកូនស្រីរបស់ខ្ញុំនោះគឺលោក Demon ហើយម្ដាយចុងក៏និយាយថាអញ្ចឹងតើអាចឲ្យអូស្ការហើយនឹងកូនស្រីច្បង Iris រៀបការជាមួយនឹងគ្នាបានអត់ហើយបន្តនិយាយថា Demon របស់យើងហ្នឹងគឺមានបញ្ហាសតិហ្នឹងតាំងពីក្មេងចឹងហើយបានជាគេពីរនាក់ហ្នឹងនិរទេសឲ្យ Demon យើងហ្នឹងទៅរៀននៅបរទេសហើយសួរឪពុកម្ដាយអារីហ្នឹងតើជឿជាក់ឲ្យកូនហ្នឹងទៅមនុស្សដែលអញ្ចឹងមែនខ្ញុំទៅអាក្រក់ហ្មងដើម្បីផលប្រយោជន៍ខ្លួនឯងសុខចិត្តធ្វើបាបគ្នាមិនដឹងខ្យល់អីហើយម្ដាយរបស់អារីក៏និយាយកាត់ថាប៉ុណ្ណឹងបានហើយខ្ញុំគឺគោរពតាមការសម្រេចចិត្តរបស់កូនរបស់ខ្ញុំព្រោះនាងជាអ្នករើសដោយខ្លួនឯងដូច្នេះហើយនេះជាមូលហេតុដែលពួកយើងមិនដកថយក្នុងការរៀបការនេះទេពេលដែលលើកបែបហ្នឹងឪពុកម្ដាយរបស់ Demon គឺកំពុងតែរនឹកដើម្បីបញ្ឈប់ការរៀបការនេះក៏ប៉ុន្តែអ្នកបម្រើក៏និយាយថាមានសម្បត្តិផ្ញើមកពីរាជវាំងដែលធ្វើឲ្យឪពុកម្ដាយរបស់ Demon គឺភ្ញាក់ផ្អើលមែនតើហើយម្ដាយរបស់អារីក៏និយាយថាល្អណាស់ដែលសម្បត្តិបានមកដល់នៅក្នុងថ្ងៃនេះចំពេលដែលអ្នកទាំងពីរមកតែម្ដងដោយសារតែដោយអ្នកទាំងពីរដឹងហើយការរៀបការនេះគឺជាការរៀបការនយោបាយហើយត្រូវបានតែងតាំងតាមបទបញ្ជារបស់ព្រះចៅអធិរាជផងដែរព្រោះឪពុកម្ដាយរបស់អារីនៅពេលដែលរឿងនេះចាប់ផ្ដើមគឺគាត់បានទូលរឿងនេះទៅកាន់ព្រះចៅអធិរាជរួចហើយពួកគេក៏បានគោរពនឹងការសម្រេចចិត្តរបស់លោកអុកញ៉ា Vandermeer ហើយសាក្សីគឺជាព្រះចៅអធិរាជហើយលិខិតនោះក៏បានមកដល់អ្នកបម្រើក៏និយាយថាលិខិតមួយគឺសម្រាប់ផ្ទះរបស់ Hugo ចំណែកឯមួយទៀតសម្រាប់ផ្ទះរបស់លោក Demon ពេលដែលឃើញបែបហ្នឹងឪពុករបស់អារីយើងនេះក៏និយាយថាពេលនេះយើងខ្លាចជាអ្នកដន្លងជាមួយគ្នាហើយលោកដន្លងពេលដែលមិនអាចធ្វើអ្វីបានតទៅទៀតឪពុកម្ដាយរបស់ Demon ក៏ត្រឡប់ទៅវិញដោយពួកគេចង់បញ្ឈប់ការរៀបការនេះណាតែបញ្ឈប់មិនកើតហើយឪពុករបស់លោក Demon ក៏បានគិតនៅក្នុងរទេះសេះថានៅពេលដែលគាត់បានឲ្យ Demon ទៅរៀននៅក្រៅប្រទេសដែលទុកគ្នាចោលហ្នឹង
ហើយគាត់ក៏បានសួរ Demand ថាតើមានពាក្យលាចុងក្រោយអត់ហើយលោក Demand ក៏និយាយទាំងសម្លក់ថាលោកពុកគឺជាមនុស្សដែលនៅតែក្រោយមនុស្សស្រីពេលគាត់ត្រឡប់មកវិញឪពុករបស់ Demand ណាក៏គិតថា Demand គឺមិនមែនជាមនុស្សធម្មតាទេហើយក៏បានឲ្យប្រពន្ធរបស់គាត់ណាត់ជួប Irie ហើយធ្វើឲ្យ Irie ហ្នឹងណាយល់ព្រមក្នុងការបញ្ឈប់ការរៀបការហ្នឹងហើយសល់ប្រមាណទៀតទុកឲ្យគាត់ណាជាអ្នកធ្វើហើយតែរឿងក៏កាត់ទៅកាន់សាលាវេទមន្តពេលនេះគឺជូនៀសិស្សប្អូនដឹងថា Irie របស់យើងគឺកំពុងតែរៀបការហើយម្នាក់គឺស្ទឹងតែមិនជឿសោះថា Irie យើងនឹងអាឡែអាឡក់សោះតែចិត្តបានប្តីហើយ Irie ក៏ប្រាប់ថាការរៀបការរបស់គាត់គឺនៅសល់តែមួយខែទៀតទេនឹងរៀបការហើយពេលដែលឃើញការរៀបការលឿនបែបហ្នឹងពួកគេក៏មិនសប្បាយចិត្តហើយក៏សួរថាតើ Irie នឹងចាក់ចេញពីសាលាវេទមន្តមែនបន្ទាប់ពី Irie នឹងរៀបការរួចហើយ Irie ក៏និយាយថាហើយអ្វីបានជាគាត់ត្រូវចាក់ចេញគ្រាន់តែការរៀបការធម្មតាហ្នឹងហើយ Irie នាងក៏និយាយថានាងមិនបញ្ឈប់ក្តីស្រមៃរបស់នាងក្នុងការធ្វើជា Master នៅក្នុងសាលាវេទមន្តទេពេលគេកំពុងតែនិយាយគ្នានោះស្រាប់តែមានអ្នកគូទ្វារហើយក៏សួរថាតើអ្នកនាង Irie ហ្នឹងនៅទីហ្នឹងអត់ហើយ Irie ក៏ក្រោកឈរឡើងហើយក៏និយាយថានេះគឺជាលោកគ្រូ Master តាហើយលោកគ្រូ Master ក៏និយាយថាខ្ញុំបានឃើញសម្បត្តិរបស់នាងប្រាប់ពីការរៀបការហើយហេតុអ្វីបានជានាងនឹងមិននិយាយផ្ទាល់មកហេតុអ្វីចាំបាច់សេសម្បត្តិហើយ Irie ហ្នឹងក៏និយាយថាមកពីគាត់ហ្នឹងរវល់ពេកហើយលោកគ្រូ Master ក៏ស្នើសុំការផឹកតែជាមួយ Irie ហ្នឹងតែ2នាក់ហើយលោកគ្រូ Master ក៏និយាយទៅកាន់ Irie ថាពេលវេលាពិតជាដើរលឿនណាស់ខ្ញុំចាំបានថាការដែលនាងចូលមកសុំខ្ញុំរៀននៅក្នុងសាលា Magic វេទមន្តនឹងដំបូងណាគឺនាងភាពក្លាហានមែនតើលោកគ្រូឆាប់តែងតាំងខ្ញុំគឺជា Master បន្ទាប់មកព្រោះថាខ្ញុំនឹងមិនរៀបការទេហើយ Irie ឮបែបហ្នឹងនាងក៏និយាយថាខ្ញុំនិយាយតាមត្រង់ជាមួយនឹងលោកគ្រូទៅចោះការរៀបការនេះមិនមែនជាការរៀបការពិតប្រាកដទេពួកយើងរៀបការគ្រាន់តែជាការផលប្រយោជន៍ទៅវិញទៅមកតែប៉ុណ្ណោះហើយលោកគ្រូ Master ក៏និយាយថា Irie តើនាងចាំបានទេថាអ្នកលេងវេទមន្តនិងអ្នកកុនដាវនឹងមានជួបអ្វីខ្លះនៅពេលដែលពួកគេស្រឡាញ់គ្នាហើយនឹងរៀបការជាមួយគ្នានោះហើយអ្វីដែលគេនិយាយហ្នឹងគឺសំដៅទៅកាន់រឿងមួយដែលមានគូស្នេហ៍ប្តីប្រពន្ធមួយគូហ្នឹងត្រូវបានប្រពន្ធហ្នឹងសម្លាប់ដោយសារប្រពន្ធហ្នឹងគឺជាអ្នកលេងវេទមន្តចំណែកឯប្តីជាអ្នកកុនដាវហើយលោកគ្រូ Master ខ្លាចពាក្យអាចារ្យអារាមណានិយាយម្ដងទៀតដោយថា Irie ហ្នឹងដើរកន្លងចាស់ហើយ Irie ខឹងមែនតើហើយ Irie ក៏និយាយថាបើសិនជាលោកគ្រូដឹងថាអ្នកណានិយាយរឿងហ្នឹងមកប្រាប់ខ្ញុំមកខ្ញុំនឹងឲ្យគេនិយាយចំពោះមុខខ្ញុំហើយខ្ញុំដឹងច្បាស់ណាស់ថាគេម្នាក់ហ្នឹងមិនហ៊ាននិយាយទេហើយលោកគ្រូ Master បន្តទៀតថាគឺគាត់ពិតជាបារម្ភពី Irie ពិតមែនហើយពេលដែលមានរឿងនឹងកើតឡើងការរៀនវេទមន្តណាមនុស្សស្រីគឺគេត្រូវមើលម៉ត់ចត់មែនតើនិយាយទៅមានគំនាបខ្លាំងចំពោះមនុស្សស្រីចឹងហើយគាត់សួរ Irie ថាតើការរៀបការហើយនឹងអនាគតតើ Irie គិតថាមួយណាសំខាន់ជាង Irie ក៏ឆ្លើយថាប្រកបណាស់គឺការរៀបការវាសំខាន់ជាងព្រោះអនាគតរបស់គាត់វាអត់សំខាន់ដល់បងស្រីរបស់គាត់ទេហើយលោកគ្រូ Master ក៏និយាយថាអញ្ចឹងគាត់ក៏គោរពការសម្រេចចិត្តរបស់ Irie ហើយគាត់ក៏ support នាងផងដែរហើយគាត់ក៏និយាយថាតើ Irie ហើយនឹង Eric នឹងឆ្លោះគ្នាមែនដោយសារតែឃើញព្រះអង្គម្ចាស់ Eric ហ្នឹងផ្ញើសម្បត្តិមកឡើងពេញហ្នឹងពេញ Tower គឺផ្ញើមកមិនចេះឈប់សោះសង្ស័យព្រះអង្គម្ចាស់ Eric ហ្នឹងតតែផ្ញើតពេញអាគារសាលាហ្មងមែនមិនគាត់ឈប់ផ្ញើហើយ Irie របស់យើងក៏និយាយថាដោយសារតែនាងនឹងរវល់ការងារពេកទៅមិនបានឆ្លើយសម្បត្តិហើយ Irie ក៏បញ្ញាទៅផ្ញើសម្បត្តិទៅ Eric វិញតែក្នុងនោះនាងបានសរសេរថាខ្ញុំមិនដឹងឡើយថា Eric ហ្នឹងខឹងរឿងអីហើយសូមឲ្យ Eric ហ្នឹងបំភ្លេចចោលទៅគឺឈប់ខឹងនាងទៅដោយសារតែនាងនេះគ្មានមិត្តភក្តិច្រើនទេចឹងហើយគឺអត់ចង់បាត់បង់មិត្តភក្តិដោយសារតែនាងរៀបការឡើយហើយឲ្យ Eric ហ្នឹងសរសេរមកនាងវិញនៅពេលដែល Eric ហ្នឹងមានអារម្មណ៍ថាខ្លួនឯងហ្នឹងធូរស្រាលឈប់ខឹងនាងហើយ Ericពេលដែលសម្លឹងទៅកាន់กระดาษហ្នឹងគាត់អានបដាគឺគាត់ញញឹមបដាប៉ុន្តែអានចំកន្លែងណានាងត្រូវរៀបការហ្នឹងក៏ចាប់ដាប់ដូរទឹកមុខភ្លាមហើយគាត់ក៏គិតក្នុងចិត្តថាគាត់នឹងមិនឲ្យ Irie ហ្នឹងរៀបការទេហើយ serial របស់យើងក៏មកដល់ទីបញ្ចប់ហើយអ្នកនរគ្នាអញ្ចឹងមានចាំតាមដានទស្សនាភាពបន្តថា Irie ហ្នឹងបានការឬក៏អត់ហើយកុំភ្លេចចុច like subscribe ដាក់សញ្ញាកណ្ដឹងផងហើយចូល comment admin ច្រើនមកឡើងនៅ admin នឹងអានឲ្យអស់ហ្មង